ពេលខ្លះមនុស្សស្រីម្នាក់មើលទៅរឹងមាំញញឹមនៃមុខគេបង្ហាញថាខ្លួនមិនអីមិនមានអ្វីមកចូលក្នុងជីវិតធ្វើឲ្យមានជាបញ្ហាទេតែខាងក្នុងបេះដូងកំពុងតស៊ូយ៉ាងស្ងៀមស្ងាត់ព្រោះនាងដឹងថាបើនាងនិយាយទៅក៏គ្មានអ្នកយល់ពីនាងដែរហេតុនេះហើយនាងក៏សម្រេចចិត្តថារឹងមាំស្ងាត់ៗដោយម្នាក់ឯងស្ងាត់ៗនាងមិនចង់ទុនជ្រាយទីឲ្យអ្នកណាដឹងព្រោះនាងដឹងថាគេក៏មានទុកជារបស់គេដែរនាងប្រាប់ខ្លួនឯងឲ្យអត់ធ្មត់ព្រោះពេលខ្លះវាមកជាមេរៀនទាល់តែរៀនទើបដឹងថានេះជាជីវិតនឹងជារឿងដែលគួរតែនិយាយឬឲ្យស្ងៀមឲ្យឈប់គិតព្រោះនាងជឿថាការរឹងមាំគឺជាវិធីតែមួយដើម្បីរស់រានទៅមុខតែអារម្មណ៍មិនស្ដាប់ការបញ្ជាទេវាមកនៅពេលដែលនាងមិនបានរំពឹងវាធ្វើឲ្យបេះដូងឈឺចាប់ធ្វើឲ្យដង្ហើមមានភាពធ្ងន់និងឈឺចាប់ហើយភ្នែកចាប់ផ្ដើមហូរមកដោយមិនដឹងខ្លួនសួរថាចង់ទេមិនចង់ទេតែវាក៏នៅតែមិនអាចហាមបានវានៅតែបន្តហូរមក